នេះគឺជាក្មួយរបស់បងគេមិននៅជាមួយនឹងយើងដែរណាតោះតែមិននៅសោះមានប្រុសចូលមកដល់ផ្ទះណានេះបងប្រកាសថាក្មេងម្នាក់ហ្នឹងគឺជាក្មេងល្អរៀងញ៉ៃតិចណាជួយរៀបចំតិចទៅហើយញាប់បានជួយរៀបចំឯងពួកនេះខ្ជិលខ្លួនស្រីទៅរាប់អានមកភ័ក្រប្រុសហើយគិតតែសំដែរមកតែភុំគេមើលមកគេគិតថាខ្ញុំនេះជាមីងបដៅក្មួយយ៉ាងម៉េចបានមានប្រុសចូលមកដល់មុខផ្ទះហ៎គ្នាមករៀនតព្រោះថានៅនោះហ่าផ្ទះវាឆ្ងាយពីសាលាពេកតែមិនសូវបានរៀនឯណាអ្នកនួនប្រើឡើងវល់ក្បងដូចក្រាស់ចឹងកុំភ្លេចចូលយកកាអានក្នុងបន្ទប់របស់យើងយកទៅបោកផងចាមីងការងារទាំងអស់ហ្នឹងណាត្រូវតែហើយបើយើងមកពិសាមិនឃើញហើយទេដឹងគ្នាឲ្យឯងអូណានេះគឺជាក្មួយរបស់បងគេមិននៅជាមួយនឹងយើងដែរណាជម្រាបសួរមីងដោយសារតែគេត្រូវឡើងមករៀននៅទីក្រុងគេគ្មានផ្ទះស្នាក់នៅចឹងហើយគ្រួសាររបស់គេពឹងឲ្យបងនឹងជួយមើលថែគេផងអូនណាឲ្យនៅបានក៏ប៉ុន្តែមិនមែននៅស្រួលទេត្រូវជួយធ្វើកិច្ចការងារផ្ទះហាមសំដីតូចធំហើយហាមមានដៃមានជើងបើមិនចឹងទេមិនបាច់នៅផ្ទះនេះទេចាមីងការងារក្នុងផ្ទះខ្ញុំធ្វើបានទាំងអស់ហើយខ្ញុំក៏អត់ចេះមានដៃមានជើងដែរអាចតែដូចមាត់ក៏មករបៀបថាល្អបានតែមួយថ្ងៃពីរថ្ងៃបន្ទាប់ពីមួយខែពីរខែក្រោយមកខ្ជិលច្អុះខ្ញុំដេញឲ្យត្រឡប់ទៅនៅខាងក្រៅវិញហើយមិនឲ្យនៅផ្ទះរបស់ខ្ញុំទេចាអ្នកមីងទុកចិត្តចោះខ្ញុំមិនធ្វើកិច្ចការងារផ្ទះឲ្យល្អមិនឲ្យអ្នកមីងទាស់ចិត្តទេបើអញ្ចឹងឆាប់ទៅរងងូតទឹកសម្រាប់ទៅណាក្មួយព្រោះថាមកតាមផ្លូវរៀងហត់ដែរហើយនេះមកឆាប់ទៅរៀបចំបន្ទប់ឲ្យបងចឹងណាកូនចាប៉ាមកតាមខ្ញុំមកបងចានេះបងប្រកាសថាក្មេងម្នាក់ហ្នឹងគឺជាក្មេងល្អអូនប្រកាសណាព្រោះគេគឺជាក្មួយរបស់បងស្គាល់គេច្បាស់ណាស់ហើយប្រវត្តិរបស់គេក៏ល្អដែរឲ្យតែច្បាស់អូនខ្លាចតែថ្ងៃណាមួយវាមានបំណងអាក្រក់មកលើគ្រួសាររបស់យើងទៅតែយើងគួរធ្វើយ៉ាងម៉េចមិនអាចទេអូនព្រោះថាចរិតរបស់គេល្អណាស់ណាអូនណានេះអូនបានញ៉ាំអីនៅបើអូនមិនទាន់បានញ៉ាំអីទេចាំអូនទៅរកទិញអីឲ្យញ៉ាំណាអូនណាមិនឃ្លានទេបងហត់ហើយទៅសម្រាប់ទៅណាបាទអូននេះគឺជាបន្ទប់ស្របែងគេងរៀងញ៉ៃតិចណាជួយរៀបចំតិចទៅហើយញាប់បានជួយរៀបចំឯងប៉ុណ្ណឹងនៅបានទេអត់អីទេអូនប៉ុណ្ណឹងនៅបានហើយវាធំបែកផងសម្រាប់បងវាព្រោះបងនៅស្រុកមិនបានបន្ទប់ប៉ុណ្នេះទេហើយចាំបងរៀបចំខ្លួនឯងទោះបីជាចង់ឲ្យខ្ញុំជួយរៀបចំក៏ញាប់បានជួយដែរពួកឯងវាខ្ជិលចឹងរៀបចំតិចណាចាខ្ញុំទៅវិញអត់មានពេលនឹងនិយាយលេងជាមួយទេចាអូនជិះតិចទៅហើយមិនដឹងយ៉ាងម៉េចអាម៉ាទេនេះគ្រាន់តែមកនៅដំបងមើលទៅអ្នកមីងគាត់ដូចមិនពេញចិត្តខ្ញុំបាត់ទៅហើយអូមែនព្រឹកខប្រាប់ម៉ែអាឡូម៉ែកូនបានមកដល់តែពុស្នាហើយចាអត់អីទេម៉ែគ្រួសារគាត់ល្អតាហើយជីវភាពក៏ធូរធារដែរចាកូនដឹងហើយកូនមិនចេះមានដៃមានជើងទេអញ្ចឹងកូនជម្រាបលាសិនណាម៉ែកូនសុំសម្រាប់សិនចាម៉ែចាបានហើយហេឈប់មុខហ្នឹងហើយអរគុណណាស់ហេងដែលបានជួបខ្ញុំមករត់ដងត្រកតាមកហត់ចង់ងាប់ហើយមិនអីទេឥឡូវខ្ញុំទៅវិញសិនណាចាហេតោះតែមិននៅសោះមានប្រុសជន់មកដល់ផ្ទះណាជម្រាបសួរមីងល្អហើយសង្សារវាមែនអត់ទេមីងហេងជាមិត្តភក្តិរបស់ខ្ញុំតើស្អីខ្លួនស្រីទៅរាប់អានមិត្តភក្តិប្រុសហើយគិតតែសំដែរមកតែភុំគេមើលមកគេគិតថាខ្ញុំនេះជាមីងបដៅក្មួយយ៉ាងម៉េចបានមានប្រុសជន់មកដល់មុខផ្ទះហ៎អូយគ្មានអ្នកណាគេយកច្រឡំទេមីងគ្រាន់តែរឿងប៉ុណ្ណឹងសោះហើយខ្ញុំនឹងហេងស្គាល់គ្នាមកយូរហើយដល់ពេលមករៀននៅក្រុងទៅក៏បានរៀនជំនាញជាមួយគ្នាគេឃើញខ្ញុំដើរមកផ្ទះក៏ជួងខ្ញុំមកទៅពីអ្នកឯងចង់និយាយមិនក៏បានដែរព្រោះសិតតែគ្នាឯងតែអ្នកភូមិគេមិនដឹងស្រីប្រុសអញ្ចឹងច្បាស់ហើយថាគេគិតអីចាមីងបើសិនជាខ្ញុំធ្វើរឿងទាំងអស់នេះទៅធ្វើឲ្យប៉ះពាល់ដល់មុខមាត់មីងឲ្យខ្ញុំសុំទោសផងហើយហេងចាប់ពីថ្ងៃនេះទៅមិនចាំមកយកខ្ញុំទៀតទេឲ្យខ្ញុំដើរមកក៏បានដែរបាទអញ្ចឹងខ្ញុំជម្រាបលាសិនណាមីងទៅចោះ
ថ្ងៃក្រោយមិនបាច់ដឹកវាមកទេ បាទមីងចឹងខ្ញុំទៅវិញសិនណា ដឹងជាមិននៅឲ្យបំពល់ទុកអញស្អីទេហ៎ លាក់គេទៅពេងជប៉ុននេះលឺតែគេនិយាយទៅពេលបានស្រាឆ្ងាញ់នេះញ៉ាំជក់មាត់ហ្មងហេថ្ងៃនេះដូចជាមិនឃើញច្បាប់នេះអីនិយាយដល់ហាមដល់ណា យើងជីវិតវែងមិនខៃដល់នឹងឯងណា យើងឆ្ងល់នឹងឯងដល់នេះថ្ងៃមិនចេះតែចង់ដឹងរឿងគេយ៉ាង អូយបើយើងមិនចេះដឹងរឿងគេវានៅមិនសក់ចឹងហេតុមិនចង់ដឹងរឿងគេហ៎ នឹងឯងនេះបើធ្វើការខំរចេះដឹងរឿងគេប្រហែលថាជាអ្នកមានបាត់ហើយ នេះអញក៏មិនល្អជាងយើងប្រហែលដែរនិយាយជាមួយกับគ្នាសោះហ្នឹងណាបាននឹងឯងរស់ស៊ីប្រកែកដូចនិយាយដាំគេចឹងណាប្រហែលក៏ជាអ្នកមានបាត់ហើយមិននៅតែខ្ទមចេះទេ កូពីភ្លាមណាការពិតទៅយើងមិនចង់ចេះដឹងរឿងគេប្រហែលទេតែយើងចេះតែកដោនឹងឯងទៅកុំឲ្យនឹងឯងនេះវាឡូនហើយមានរឿងស្អីនិយាយមក រឿងវាមានតែខ្ញុំសុំនឹងឯងតិចហើយកំពុងញ៉ាំអីហ្នឹងតំណងម្លេះ នេះគឺលាក់គេទៅពាំងជប៉ុន លាក់គេទៅពាំងជប៉ុនហើយពេលផ្អមនឹងពីររសជាតិមែន ហ្នឹងហើយមានពីររសជាតិដើមនិងរសជាតិហឹល ខ្លាំងមកហ៎ មែនហើយលាក់គេទៅពាំងជប៉ុនណាឆ្ងាញ់អញ្ចឹងរសជាតិប្លែកបើមិនសាកគឺមិនដឹងហើយសំខាន់ណាមានគុណភាពល្អហើយឆ្ងាញ់ទៀត មិនសោ បានហើយក៏មិនឡាតែឆ្ងាញ់មានរឿងអីនិយាយមក ក្មួយអ្នកស្នាហ៎ នេះក៏គ្នាហ្នឹងមែន អូឥឡូវឡើងមកនៅជាមួយអ្នកនួនប្រពន្ធអ្នកស្នាហ៎ មិនចឹង គ្នាមករៀនតព្រោះថានៅនោះហ่าផ្ទះវាឆ្ងាយពីសាលាពេកតែមិនសូវបានរៀនឯណាអ្នកនួនប្រើឡើងវល់ក្បងដូចក្រាស់ចឹង មែន អូអញឃើញផ្ទាល់ភ្នែកណែបើថាប្រាក់គ្នាតិចតួចអញមិនថាទេតែនេះប្រាក់គ្នាដូចកាជះដាច់ថ្លៃបើសិននឹងទ្រាគឺជាអញវិញណាដងតែផ្អើហ្មង អេអីក៏សាហាវណាស់នាង អញចឹងអើចឹងយើងទៅសិនណា ដើរទៅស្រួលបួរប្រយ័ត្នដាច់មាត់ ហើយថៃមិនបែកមាត់ ព្រោះថាអ្នកចេះដឹងរឿងគេតែតែជួបឧបសគ្គបើមិនបែកមាត់ទេក៏បែកក្បាលដែរ អញទៅសិនណាអត់បានថតគេការងារផ្ទះមកទៀតអាឡូហើយឯងមានកិច្ចការផ្ទះអត់អញ្ចឹងចាំសិនឲ្យគ្នាផងណាយកឥឡូវបានទេចាំ ណែនាងចានបាយញ៉ាំថ្ងៃមិញមិនក៏មិនលៀងប្រងតុកកោដោយព្រមសិនមិនលៀងមែនមិននៅបានមួយថ្ងៃសោះចេញចរិតខ្ជិលហើយមែនបើថាខ្ជិលអញ្ចឹងរៀបក៏អាចចេញពីផ្ទះរបស់ខ្ញុំខ្ញុំមិនចូលចិត្តមនុស្សខ្ជិលអញ្ចឹងឯងអត់តែមិញខ្ញុំថាប្រហើយកិច្ចការផ្ទះមួយផ្លេតហ្នឹងណាបានខ្ញុំទៅលៀងមិនលេះណាអីអត់តែមិញបើថាឧស្សាហ៍អញ្ចឹងលៀងចានហើយកុំភ្លេចចូលយកកាអានក្នុងបន្ទប់របស់យើងយកទៅបោកផងចាមិញការងារទាំងអស់ហ្នឹងត្រូវតែហើយបើយើងមកពិសាមិនឃើញហើយទេដឹងគ្នាឲ្យឯង បងត្រីយ៉ាតនេតើអីបើអញ្ចឹងណាជួយទៅជូតការ៉ូនៅក្នុងបន្ទប់ឲ្យខ្ញុំតិចមកព្រោះវាប្រឡាក់ដីខ្ញុំអត់មានពេលជូតទេញ៉ាំក្តៅលេងបានអត់ចាហើយកុំភ្លេចណាត្រូវធ្វើឲ្យហើយតែម៉ាក់ខ្ញុំមកឃើញបន្ទប់ខ្ញុំអត់ស្អាតតែគាត់ស្ដីឲ្យខ្ញុំដឹងត្រូវឯបាយលឺទេចា ស្រីម៉ៃប៉ាសួរបន្តិចហេតុអីបានកិច្ចការងារផ្ទះទាំងអស់កូនអត់ដែរជួយចន្ទ្រាធ្វើអញ្ចឹងឲ្យតែគេធ្វើម្នាក់ឯង ប៉ុន្តែគាត់គឺជាអ្នកមកនៅផ្ទះយើងណាប៉ាកិច្ចការងារតិចតួចគាត់ជួយធ្វើខ្លះទៅហើយអាសូរតការងារនឹងធ្ងន់មិនគាត់លោប្រាប់ប៉ាឯងមែន គេមិនបានប្រាប់ប៉ាទេក៏ប៉ុន្តែកូនធ្វើអញ្ចឹងវាមិនសមណែកូនណាគេក៏ជាបងប្អូនយើងដែរហើយគេមកនេះផ្ញើខ្លួនផ្ញើប្រាណគឺដើម្បីទៅរៀនតែប៉ុណ្ណោះគេមិនមែនមកធ្វើកាចេះអញ្ចឹងទេណាកូនការងារណាដែលកូនអាចជួយគេបានក៏ជួយទៅតែខ្ញុំរវល់រៀនសឹងអីហ្នឹងប៉ាមានពេលណាជួយណែអញហើយមានរឿងអីហ្នឹងមិនក៏លោឡាមែនគឺថាប៉ាគាត់មកស្ដីឲ្យខ្ញុំថាខ្ញុំមិនដែលជួយការងារផ្ទះអីក្មួយគាត់ទេប៉ុន្មានឯកូនចាំណែអញប្រងឲ្យកូនយើងនេះទៅធ្វើការមិនបើវារវល់រៀនសឹងអីហ្នឹងហើយមិនកិច្ចការងារផ្ទះប៉ុណ្ណឹងសោះវាធ្វើតែឯងមិនបានមែនមិនក៏ត្រូវប្រចាំជាមួយនឹងកូនយើងជាម្ចាស់ផ្ទះដែរមិនមែនចឹងទេឯង
ចន្ទ្រាគេមកនៅផ្ទះយើងគឺដើម្បីរៀនក៏ប៉ុន្តែខ្ញុំមើលទៅគេដូចរវល់នឹងកិច្ចការងារផ្ទះយើងដល់ហើយចន្ទ្រាក៏រៀនកូនយើងក៏រៀនមិនក៏គេឆ្លៀតធ្វើកិច្ចការងារផ្ទះបានហេតុអីក៏កូនយើងធ្វើមិនបានឯង ឯងមកទៅដូចជាកាន់ចោលវាដល់ហើយមិនឃើញវាក្មេងស្អាតសាច់សខ្ចីមែន ឯងយូរទៅកាន់តែលើសទៅណានេះចន្ទ្រាក្មួយចដូនមួយរបស់ខ្ញុំមិនក៏ឯងនិយាយចឹង ខ្ញុំនិយាយចឹងប្រុសសង្គមឥឡូវអាមិនក៏មានដែរ អើយឯងចេះតែសອບហ្មងធន់ទៅ ណែហើយឯងទៅប៉ាត់ទូស្អីខ្លះប្រាប់ដែរយើងហើយឯងមកនេះក្នុងកោបំណងល្អទៅ ប៉ាត់ទៅឲ្យគេមិញខ្ញុំមិនដឹងអីផងហើយខ្ញុំមកនៅទីនេះក៏គ្មានបំណងអាក្រក់អីដែរ មិនមកធំម្ដងឯងឯងនេះមើលឯងក៏ប៉ុន្តែមើលពោលទៅហើយតាំងពីឯងមកនៅផ្ទះយើងគ្រួសារយើងមិនដែលមានក្តីសុខអីគឺឆ្លោះគ្នាតែសារតែឯងរហូត បើអញ្ចឹងឲ្យខ្ញុំសុំទោសផងមិញ មិនមកសុំទោសយើងឯងមើលយើងសួរឯងតាមត្រង់មើលឯងដាក់ស្នេហ៍ប្តីយើងមែនទេ អត់ទេមិញខ្ញុំមិនបានធ្វើចឹងទេ បើឯងមិនបានថាហេតុអីក៏ប្តីយើងនេះស្រឡាញ់ឯងមែនហ៎ឯងដាក់ស្នេហ៍ប្តីយើងមែនទេចាំនិយាយមកឯងដាក់ស្នេហ៍ប្តីយើង ណាឯងនេះឯងចង់ធ្វើស្អីហ្នឹង គ្រប់យ៉ាងគឺមកពីវាដោយសារតែវាបានឯងខ្លាច ឯងនេះបានន័យថាឯងប្រច័ណ្ឌខ្ញុំជាមួយនឹងក្មួយខ្ញុំហ៎ ត្រូវហើយ ពូមិញកុំឆ្លោះគ្នាទៀតអីណាឲ្យខ្ញុំសុំទោសផងបើខ្ញុំចូលមកក្នុងគ្រួសារពូមិញហើយធ្វើឲ្យពូមិញឆ្លោះគ្នារាល់ថ្ងៃអញ្ចឹងខ្ញុំសម្រេចចិត្តថាចាក់ចេញពីទីនេះក៏បានដែរ ក្មួយ